លោកត្រាំប្រមានពីការវាយប្រហារបន្ថែមទៀតលើកោះខាតរបស់អ៊ីរ៉ង់និងជំរុញឲ្យសម្ព័ន្ធមិត្តធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអាទិត្យទី 15 ខែកុម្ភៈឆ្នាំ 2026 បានគម្រាមវាយប្រហារបន្ថែមទៀតទៅលើកោះខាតដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ខណៈពេលដែលដាក់សម្ពាធលើសម្ព័ន្ធមិត្តឲ្យជួយការពារច្រកសមុទ្រ Hormuz ដែលជាចំណុចស្ទះប្រេងសកលដ៏សំខាន់មួយក្នុងអំឡុងពេលសង្គ្រាមមជ្ឈមបូព៌ាកាន់តែធ្ងន់ធ្ងរឡើងលោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ NBC News ថាការវាយប្រហារថ្មីៗនេះរបស់សហរដ្ឋអាមេរិកបានបំផ្លាញទាំងស្រុងគោលដៅយោធានៅលើកោះខាតដែលគ្រប់គ្រងការនាំចេញប្រេងឆៅ 90% របស់អ៊ីរ៉ង់និងបានបង្ហើបពីការវាយប្រហារបន្ថែមទៀតគ្រាន់តែសម្រាប់ការសប្បាយសហរដ្ឋអាមេរិកកំពុងកំណត់គោលដៅទៅទីតាំងយោធានៅលើកោះខាតហើយបានវាយប្រហារដល់កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្គ្រាមដែលបានរីករាលដាលពាសពេញមជ្ឈមបូព៌ានិងបានសម្លាប់មនុស្សជាង 2000 នាក់ដែលភាគច្រើននៅអ៊ីរ៉ង់និងលីបង់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមលោកត្រាំបានទាមទារឲ្យប្រទេសនាំចូលប្រេងធានានឹងការធ្វើដំណើរដោយសុវត្ថិភាពដែលសន្យាគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកខណៈពេលដែលរំពឹងថានឹងមានសកម្មភាពចម្រុះរហ័សលោកត្រាំបានអំពាវនាវដល់ប្រទេសដែលរងផលប៉ះពាល់ដោយការស្ទះការផ្គត់ផ្គង់ប្រេងតាមរយៈច្រកសមុទ្រ Hormuz ឲ្យចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីបើកផ្លូវដឹកជញ្ជូនឡើងវិញទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើត